ផលិតកម្ម Galaxy Navatra រៀបចំពិធីទទួលសិទ្ធិពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបង្កើតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីនៅថ្ងៃសុក្រទី20ខែមីនាឆ្នាំ2025នេះរៀបចំប្រារព្ធពិធីដ៏ធំទទួលសិទ្ធិពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីដែលជារឿងប្រវត្តិសាស្ត្រនិងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងបុព្វហេតុជាតិមាតុភូមិពិធីទទួលសិទ្ធិធ្វើឡើងក្រោមការអញ្ជើញជាកិត្តិយសរបស់អ្នកអង្គការលេងនវត្រាអគ្គនាយកក្រុមហ៊ុន Galaxy Navatra គ្រប់នឹងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនទីប្រឹក្សាផលិតកម្មផលិតករអ្នកនិពន្ធតារាចម្រៀងសិល្បករសិល្បករនីនិងភ្ញៀវកិត្តិយសជាច្រើនរូបដែលប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់រាជធានីភ្នំពេញមានប្រសាសន៍ក្នុងឱកាសនោះអមដោយសំឡេងពាក្យអរគុណសន្តិភាពអរគុណសម្ដេចតេជោដែលស្វែងរកសន្តិភាពអរគុណសម្ដេចមហាបវរធិបតីដែលបន្តការពារសន្តិភាពជារនាំងការពារអាយុជីវិតយើងទាំងអស់គ្នាអ្នកអង្គការលេងនវត្រាបានថ្លែងគោរពនៅការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅផ្ដល់ឱកាសឲ្យក្រុមហ៊ុន Galaxy Navatra គ្រប់ទទួលសិទ្ធិផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីដែលអ្នកអង្គការបង្ហាញនៅមោទនភាពដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងសម្រាប់ផលិតកម្ម Galaxy Navatra និងក្នុងនាមអ្នកអង្គការផ្ទាល់ដែលបានទទួលនូវភារកិច្ចដ៏មានតម្លៃជាប្រវត្តិសាស្ត្រក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីនេះអ្នកអង្គការបានមានប្រសាសន៍ថាខ្ញុំបាទក្នុងនាមក្រុមហ៊ុនជាមួយឯកឧត្តមហឹមណូភាលោកខេមមានមោទនភាពយ៉ាងក្រៃលែងទទួលបានការអនុញ្ញាតណែនាំជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនគឺជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ការងារប្រវត្តិសាស្ត្រសម្រាប់ការផលិតកម្រងចម្រៀងជូនសម្ដេចទាំងទ្វេដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយឲ្យបានដឹងនិងឆ្វេងយល់ពីដំណើររឿងដោយសាររឿងនេះជាដំណាក់កាលប្រវត្តិសាស្ត្រនិងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្ដេចតេជោក្នុងកំឡុងពេលចូលព្រៃហើយធ្វើការតស៊ូនិងស្វែងរកការផ្សះផ្សានាំសុខសន្តិភាពជូនជាតិមាតុភូមិទន្ទឹមនឹងនេះអ្នកអង្គការមានប្រសាសន៍ឲ្យក្តីអំណរគុណដែលទទួលការងារមួយនេះព្រោះភារកិច្ចធំធេងគឺមានតម្លៃមហាសាលក្នុងជីវិតអ្នកអង្គការដែលរកអ្វីប្រៀបផ្ទឹមមិនបានឡើយហើយអ្នកអង្គការរួមជាមួយឯកឧត្តមហឹមណូភាតារាចម្រៀងដែលទទួលបានការណែនាំផ្ទាល់ពីសម្ដេចតេជោគឺបានបដិញ្ញាចិត្តខ្ពស់ក្នុងការផលិតកម្រងអាល់ប៊ុមកម្រងចម្រៀងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយឲ្យបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលសាច់រឿងនិងចម្រៀងនេះគឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់អាចសិក្សារៀនសូត្រនិងស្វែងយល់បន្ថែមពីទិដ្ឋភាពនៃជីវិតពិតៗរបស់សម្ដេចក្នុងបុព្វហេតុបដូរសាច់ស្រស់ឈាមស្រស់តស៊ូសង្គ្រោះជាតិមាតុភូមិនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបយងខ្នងប្រល័យពូជសាសន៍ប៉ុលពតនិងដើម្បីធ្វើឲ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវនិងអាចរក្សាសិទ្ធិបានពេញលេញនៅក្នុងរបាយការណ៍ស្តីពីការរៀបចំផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីឯកឧត្តមជាវលីសែទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថាអមជាមួយវណ្ណកម្មដ៏ថ្លៃថ្លានៃខ្សែភាពយន្តភាគខ្នាតធំនិងស្របតាមចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោផលិតកម្ម Galaxy Navatra បានទទួលមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការទទួលបានសិទ្ធិដើម្បីផលិតជាអាល់ប៊ុមចម្រៀងផ្លូវការរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីជាជំហានដំបូងក្នុងមួយអាល់ប៊ុមនិងមានប្រហែលចន្លោះពី8វ៉ុលទៅ10វ៉ុលតែក្នុងវ៉ុលនីមួយៗនឹងមាន10បទសរុបប្រហែលចន្លោះពី80បទទៅ100បទក្នុងមួយអាល់ប៊ុមជារួមសរុបទាំងពីរអាល់ប៊ុមទាំងបទលំនាំដើមនិងមេឡូឌីថ្មីប្រហែលជាជិត200បទឯកឧត្តមឧត្តមទីប្រឹក្សាជាលីសែបានបញ្ជាក់ថាសម្រាប់ការងារមេឌៀដើម្បីធ្វើការផ្សព្វផ្សាយនៅបទចម្រៀងក្រោយពីបានផលិតរួចរាល់ទាំងអស់ឲ្យបានទូលំទូលាយសម្ដេចតេជោបានផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ដោយអនុញ្ញាតជូនផលិតកម្ម Galaxy Navatra ផលិតរក្សាទុកច្បាប់ដើមនៃចម្រៀងទាំងអស់និងផ្សព្វផ្សាយតាមបណ្ដាញសង្គមឲ្យបានទូលំទូលាយព្រមទាំងប្រគល់ជូនក្រុមការងារមេឌៀរបស់សម្ដេចតេជោដើម្បីផ្សព្វផ្សាយផងដែរនៅក្នុងឱកាសនេះក៏មានការរៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីពិធីទទួលសិទ្ធិពីសម្
សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបង្កើតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីដែលអ្នកអង្គការលេងនវត្រាអគ្គនាយកក្រុមហ៊ុន Galaxy នវត្រាគ្រប់ឯកឧត្តមហមនភាទីប្រឹក្សាផលិតកម្ម Galaxy នវត្រានិងតារាចម្រៀងខេមដើម្បីបញ្ជាក់បន្ថែមពីគោលបំណងបេសកកម្មចក្ខុវិស័យក្នុងការផលិតអាល់ប៊ុមចម្រៀងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីផងដែរចង់បានស្បែកសឲ្យមានសុវត្ថិភាពចាំខ្ញុំណែនាំជាមួយនឹងលេធាមវាយមេប្រាក់ជាមួយនឹងស្ប៉ាស្បែកមាសបងប្អូនប្រើទាំងពីរមុខនេះចូលគ្នាជួយពន្លឺស្បែកយើងឲ្យសលឿនសបែបមានសុវត្ថិភាពមានសំណើមភ្លឺចេញពីខាងក្នុងតែម្ដងតែដែលបានផលលេធាមវាយមេប្រាក់ហើយគឺស្បែកសមាត់រលោងសបែបមានសុខភាពល្អនិងជួយព្យាបាលស្បែកខូចៗជាពិសេសគឺស្បែកដែលងាយរងប្រតិកម្មSBC 369 SBC 24 website មានហ្គេមសប្បាយច្រើនបាល់មន់ជុលបៀបាការ៉ាត់បើក account មានការបង្វិលត្រឡប់ 5% ជារៀងរាល់សប្តាហ៍ធានានូវសុវត្ថិភាពខ្ពស់ 100%